មិនសរសើរមិនបានមែនគំនិតបងប្រុសបងស្រីម្ចាស់បុកល្ហុងចុងថ្នោតនេះរៀបចំតុបតែងលម្អស្រស់ស្អាតខ្លាំងមែនទែនជាពិសេសបុកល្ហុងរបស់គាត់ណាឆ្ងាញ់យូរតែមែនទែនខ្ញុំហូបឆ្ងាញ់មាំណាស់ដោយសារតែគាត់បុកដោយស្នាដៃគាត់ផ្ទាល់គាត់អត់មានឲ្យខាងក្រុមការងារខាងបុគ្គលិកគាត់បុកទេគឺគាត់ធ្វើបុកល្ហុងនឹងដោយខ្លួនឯងផ្ទាល់ឃើញគាត់មកមានយកខ្លាំងមែនទែនហើយនេះគឺខ្ញុំមកហូបបុកល្ហុងនឹងជាលក្ខណៈគ្រួសារតែម្ដងខ្ញុំធ្លាប់ទៅម្ដងជាពីរដងគឺខ្ញុំទៅជាមួយមិត្តភ័ក្តិហើយទៅតែម្នាក់ឯងអញ្ចឹងណាហើយឥឡូវនេះគឺខ្ញុំទៅជាមួយគ្រួសារតែម្ដងព្រោះប៉ាហើយនិងម៉ែរបស់ខ្ញុំគឺគាត់ចង់ស្គាល់បុកល្ហុងចុងត្នោតនឹងវាប្លែកបែបណាហើយអ្នកទាំងអស់គ្នាមើលឃើញទេសភាពពីខាងលើនេះគឺស្អាតប្លែកតែម្ដងគាត់ចេះច្នៃប្រឌិតយកដីស្រែយកមកធ្វើជាកន្លែងកញ្ចុះអង្គុយមានកាហ្វេមានជាបុកល្ហុងអីហូបបែបស្រុកស្រែហើយនេះគឺមើលគឺការរៀបចំរបស់គាត់តុបតែងលម្អស្អាតខ្លាំងមែនតើហើយភ្ញៀវគាត់គឺមកច្រើនកកករកតែកន្លែងអង្គុយគ្មានទេអង្គុយខាងលើនេះក៏ណែនអង្គុយខាងក្រោមក៏ណែនហើយកន្លែងកាហ្វេគាត់នេះគឺភ្ញៀវមកច្រើនមែនតើខ្ញុំទៅហូបម្ដងណាក៏ភ្ញៀវច្រើនដែរតែដោយសារតែការរៀបចំរបស់គាត់ហ្នឹងណាគឺស្អាតតាក់ទាញភ្ញៀវមិនមកពីខាងតតកៅទេណាភ្នំពេញបាត់ដំបងអីមកច្រើនកកកមែនតើហើយកាហ្វេគាត់ក៏រសជាតិឆ្ងាញ់ផងដែរហើយមានភីហ្សាមានមាន់ដុតមានអីទៀតប៉ុន្តែខ្ញុំទៅហូបតែភីហ្សាហើយនឹងកាហ្វេហើយនឹងបុកល្ហុងប៉ុណ្ណោះដោយសារតែភ្ញៀវគាត់ច្រើនហើយខ្ញុំហៅតឡនតនដែរនៅក្នុងវីដេអូហ្នឹងក៏មានតឡនតនដែរបងប្អូនរបស់គាត់លក់គេហ្នឹងណាគឺតឡនតនហ្នឹងហៅយូរដូចគ្នាអ្នកទាំងអស់គ្នាទៅអាចនឹងគិតថាសេវាកម្មរៀងយឺតដោយសារតែភ្ញៀវគាត់ច្រើនហើយសូម្បីតែខ្ញុំហៅតឡនតនហ្នឹងសម្រាប់តែបានហូបហ្នឹងចាំសឹង1ម៉ោងអីនោះតឡនតនគាត់ថាគាត់ទៅយកមកបន្តទៀតអញ្ចឹងណាហើយរសជាតិនិយាយពីរសជាតិវិញគឺឆ្ងាញ់មិនមែនចេះតែនិយាយណាគឺឆ្ងាញ់មែនដោយសារបុកល្ហុងគាត់គឺស្នាដៃរបស់គាត់ហើយម្ហូបគាត់ហ្នឹងគឺដូចជាមាន់ដុតហ្នឹងសុទ្ធតែមាន់ស្រែពិតណាហើយខ្ញុំឃើញទេសភាពបុកម៉ែបងប្អូនយើងមកច្រើននេះគឺខ្ញុំសប្បាយរីករាយមែនទែនដោយសារតែគាត់ច្នៃប្រឌិតហើយមានការរៀបចំតុបតែងលម្អធ្វើឲ្យតាក់ទាញដូចស្ទួយវិស័យទេសចរក្នុងស្រុកយើងអ្នកដែលមកលេងមកហូបបុកល្ហុងរបស់គាត់នឹងហើយគាត់ហួសទៅលេងប្រាសាទភ្នំដាទៅលេងប្រាសាទភ្នំជីសូអញ្ចឹងបានជួយលើកស្ទួយវិស័យទេសចរហើយបានជួយពុកម៉ែបងប្អូននៅក្នុងសហគមន៍នឹងឲ្យគាត់មានមុខរបរលក់ដូរដាច់ជាងមុនអញ្ចឹងណាគឺគាត់ជួយអ្នកភូមិអ្នកស្រុកនឹងមានមុខរបរច្រើនទៀតហើយនេះគឺក្មួយរបស់ខ្ញុំគឺគាត់កំងភីសាហើយមុននឹងឲ្យហូបភីសាឲ្យសាធុកសិនឥឡូវនេះបើកមកឲ្យភីសានេះតែ20000នេះទៅទំនងឲ្យឆ្ងាញ់មែនតើមានឈីសច្រើនណាអ្នកទាំងអស់គ្នាដែលចូលចិត្តឈីសគឺត្រូវហើយនេះមើលតែ20000រៀលទេហើយបុកល្ហុងរបស់គាត់គឺមួយចាន15000 20000អីហ្នឹងហើយដាក់គ្រឿងសមុទ្រអត់ថាំទេណាបកា4 5 6ខ្ញុំឃើញដូចចង់10បកាមានក្តាមសេះមានប៉ាតេមានអីលាយច្រើនមែនទែនគ្រប់មុខតែ15000ទេហើយនេះភីសាលើកមកទំនងខ្លាំងមែនទែនមានឈីសនេះបុកល្ហុងតែមួយចាន15000ឯណាមានក្តាមស្រែមានក្តាមប្រៃមានដូចជាប៉ាតេហើយទាំងជើងមាន់ហើយនេះគឺសកម្មភាពនៅកន្លែងគាត់ហ្នឹងណាឡានម៉ូតូគឺច្រើនមែនទែនដោយសារតែគាត់រៀបចំតុបតែងហ្នឹងគឺតាក់ទាញខ្លាំងមែនទែនរូបដូច AI នេះគាត់ច្នៃប្រឌិតមើលស្មានតែរូប AI ខ្ញុំមកមើលដំបូងខ្ញុំអត់នឹកស្មានថាគាត់រៀបចំបន្ថែមអញ្ចឹងទៀតនៅក្នុងវីដេអូខ្ញុំមុនខ្ញុំផុសប្រហែល1ឆ្នាំមុនអីហ្នឹងគឺគាត់មានតែកន្លែងនៅដើមថ្នោតនោះទេអត់ដល់ដើមថ្នោតដល់ចុងថ្នោតទេនៅត្រឹមដើមនេះអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះគឺគាត់រៀបចំតែប៉ុណ្្នឹងទេហើយខ្ញុំថាបងដាក់ឈ្មោះបុកល្ហុងចុងថ្នោតស្អីដើមថ្នោតតែពាក់កណ្ដាលដើមហ្នឹងដល់ចុងផងហ្នឹងឥឡូវនេះគាត់ធ្វើឲ្យដូចឈ្មោះរបស់គាត់ហើយគឺគាត់រៀបចំធ្វើរហូតទៅដល់ចុងថ្នោតពិតណាកុំឲ្យគេថាគាត់កុហកថាធ្វើបុកល្ហុងចុងថ្នោតប៉ុន្តែបុកល្ហុងពាក់កណ្ដាលដើមថ្នោតណាហើយមានទាំងកាហ្វេចុងថ្នោតទៀតប៉ុន្តែកាហ្វេគាត់នេះអត់នៅចុងថ្នោតទេបើទៅលក់នៅចុងថ្នោតភ្ញៀវក៏ពិបាកឡើងទៅហូបដែរហើយមានផ្លែថ្នោតផ្លែអីទំនងមែនទែនគឺបែបស្រុកស្រែចំការណាខ្ញុំឃើញថ្នោតនេះចង់តែកាប់យកទៅធ្វើបង្អែមបន្តទៀតនេះអានេះប៉ាហើយនឹងម៉ែរបស់ខ្ញុំគឺគាត់មកលេងគាត់ថាអូយគាត់ពិតជាច្នៃប្រឌិតល្អមែនតើហើយបុកល្ហុង
ម៉ែនឹងប៉ារបស់ខ្ញុំគាត់ទៅសារថារសជាតិឆ្ងាញ់ដែរទាំងចាស់ទាំងក្មេងមកលេងច្រើនកកមែនតែនហើយបើកូនសិស្សរបស់ខ្ញុំវិញគាត់ខ្ញុំឲ្យសរសេរសំណេរពីកន្លែងកំសាន្តដែលគាត់ធ្លាប់ទៅលេងគាត់សរសេរពីបុកល្ហុងចុងថ្នោតអ្នកទាំងអស់គ្នាធ្លាប់បានឃើញខ្ញុំផ្ញើរូបភាពឲ្យខាងបងបុកល្ហុងនឹងគាត់មើលគាត់ថាវ៉ាវក្មេងៗពិតជានិយាយពិតណាគាត់និយាយអីតែពិតថាបុកល្ហុងចុងថ្នោតនឹងឆ្ងាញ់ហើយមានទេសភាពស្អាតដូចក្នុងវីដេអូនេះអញ្ចឹងអត់មានច្នៃប្រឌិតអីបន្ថែមទេខ្ញុំអត់មានកាត់តដាក់ AI អីទេគឺរូបពិតមានទេសភាពវាស្រែវាអីគឺមើលទៅស្អាតហ្មងសរសើរមិនបានថាគាត់រៀបចំតុបតែងលម្អហើយនេះមកដល់ខាងលើនេះគឺនាំប៉ានាំម៉ែមកមើលនៅខាងលើទៀតឃើញមួកឃើញអីនេះក្មួយរបស់ខ្ញុំសប្បាយថតរូបហើយម៉ែប៉ាខ្ញុំហៅថតរូបប៉ាក៏អត់សូវចូលចិត្តថតរូបប៉ុន្តែហៅគាត់ថតនេះគាត់រៀបចំតុបតែងខាងលើនេះមានយូរហើយប៉ុន្តែខាងមុខនៅមិញនោះគឺរូបភាពដូច AI ដែលគេល្បីខ្ញុំផុសទៅមានអ្នក like អ្នក share ច្រើនហ្នឹងគឺរូបភាពពិតមិនមែនជា AI ដូចអ្នកខ្លះនិយាយថាធ្វើជា AI ធ្វើអីទេហើយនេះគឺខ្ញុំដើរមើលមកសន្ទុះក៏ទៅហូបបុកល្ហុងតទៀតបប៉ាហើយនឹងម៉ែក៏ទៅមកក្រោយអញ្ចឹងណាអញ្ចឹងដាក់បុកល្ហុងមកថាសទៀតនេះម៉ែក៏ទៅសារថាឆ្ងាញ់ហើយប៉ាហូបពេញមាត់តែម្ដងដោយសារតែបុកល្ហុងនេះឆ្ងាញ់ពិតទៅហើយភ្ញៀវមកច្រើនមែនតើបន្ទាប់មកទៀតក៏ជួបអ្នកស្គាល់គ្នាបងប្អូនស្គាល់គ្នានៅភូមិជាមួយគ្នាគាត់មកដែរអញ្ចឹងក៏ទៅតាមថតទៅនិយាយលេងជាមួយគាត់ហើយយកក្មួយឡើងទៅខាងលើដែរដែលមុននឹងអត់បានយកក្មួយឡើងទៅលើកន្លែងចុងថ្នោតថតរូបអីមិនអញ្ចឹងណាអញ្ចឹងក៏ដើរទៅហើយទៅថតរូបបន្តទៀតនេះខ្ញុំដើរទៅថតរូបនៅកន្លែងនោះបន្តទៀតដោយហេតុថាអ្នកស្គាល់មកអញ្ចឹងក៏ទៅរាក់ទាក់អញ្ចឹងណាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបាយហើយបើសិនជាចង់សាកកុំភ្លេចបុកល្ហុងចុងថ្នោតនៅឯស្រុកអង្គរបូរីខេត្តតាកែវហើយខ្ញុំនឹងដាក់ link នៅក្នុង comment ដាក់ Google Map នៅក្នុង comment ជម្រាបលាបាយអរគុណច្រើនដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់